កាសែតបារាំងដ៏ល្បីល្បាញបន្លឺសម្រេចដ៏សែនជឿចាប់របស់ពលរដ្ឋខ្មែរក្រោយយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជាយ៉ាងកក្លឿនសារព័ត៌មានបារាំង Le Monde ដ៏ល្បីល្បាញមួយលំដាប់ពិភពលោកកាលពីពេលថ្មីនេះបានចេញផ្សាយនៅរបាយការណ៍ស៊ីជម្រៅមួយអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបានបង្ហាញពីជីវិតដ៏លំបាករបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលនៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបានបន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធនិងភាពតានតឹងនៅតាមបណ្ដោយព្រំដែនដែលបង្កឡើងពីការឈ្លានពាននិងការរំលោភបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងកក្លឿនដោយកងកម្លាំងយោធាថៃដែលបានកើតឡើងនៅក្នុងឆ្នាំ2025បើតាមរបាយការណ៍នេះបានពណ៌នាថាផ្លូវជាតិលេខ55ដែលធ្លាប់តែត្រូវបានចាត់ទុកជានិមិត្តរូបនៃការតភ្ជាប់សេដ្ឋកិច្ចនិងមិត្តភាពរវាងកម្ពុជានិងប្រទេសថៃបច្ចុប្បន្នបានក្លាយទៅជាផ្លូវដែលនាំទៅរករបាំងកុងតឺន័រលួសបន្លានិងទីតាំងយោធាចំណែកឯស្ពានជ័យជំនះដែលជាច្រកដ៏សំខាន់ឆ្ពោះទៅរកច្រកព្រំដែនថ្មដាក៏នៅតែខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារក្នុងអំឡុងពេលជម្លោះដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ពីសំណាក់យោធាថៃយោងតាមការរាយការណ៍ប្រជាពលរដ្ឋខ្មែរជាច្រើនបានអះអាងថាផ្ទះសម្បែងរបស់ពួកគេត្រូវបានបោះបង់ចោលរងការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិខណៈអ្នកខ្លះនៅតែរស់នៅក្នុងភូមិបណ្ដោះអាសន្នដោយសារមិនអាចវិលត្រឡប់ទៅកាន់ភូមិកំណើតវិញបានពួកគេបានរៀបរាប់ពីជីវិតដែលពោរពេញដោយការភ័យខ្លាចការបាត់បង់ជីវភាពនិងអនាគតដែលមិនច្បាស់លាស់ជាមួយគ្នានេះរបាយការណ៍ដដែលក៏បានលើកឡើងពីការអះអាងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចោទប្រកាន់ថាកងទ័ពថៃបានចូលកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជានិងបានដាក់កុងតឺន័រព្រមទាំងបន្លាលួសដើម្បីរារាំងការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរផងដែរកម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថាជាការរំលោភបំពានអធិបតេយ្យភាពនិងជាការឈ្លានពានទឹកដីកម្ពុជាកាសែតនេះថាប៉ុន្តែទោះបីជាយ៉ាងណាភាគីថៃបានបដិសេធការចោទប្រកាន់ទាំងនោះដែលបានអះអាងថាកងទ័ពរបស់ខ្លួនកំពុងឈរជើងនៅលើទឹកដីដែលជាកម្មសិទ្ធិរបស់ប្រទេសថៃនិងថាតំបន់ដែលមានចំនួនគឺជាដែនដីដែលប្រជាពលរដ្ឋកម្ពុជាបានចូលទៅរស់នៅតាំងពីអំឡុងទសវត្សរ៍ឆ្នាំ1980ហើយភាគីថៃក៏មិនយល់ស្របនឹងតួលេខប្រជាពលរដ្ឋរងផលប៉ះពាល់ដែលកម្ពុជាបានលើកឡើងនោះដែរទន្ទឹមនឹងនេះសារព័ត៌មានបារាំងដ៏ល្បីល្បាញនេះក៏បានកត់សម្គាល់ថាទោះបីជាមានបទឈប់បាញ់តាំងពីចុងឆ្នាំ2025ក៏ដោយប៉ុន្តែភាពតានតឹងនៅតាមបណ្ដោយព្រំដែនប្រវែង817គីឡូម៉ែត្រនៅតែមិនទាន់រសាយនៅឡើយទេព្រោះប្រជាពលរដ្ឋខ្មែរជាង 20,000 នាក់តាមការអះអាងរបស់អាជ្ញាធរកម្ពុជានៅតែមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានខណៈដំណើរការចរចាកំណត់ព្រំដែនរវាងប្រទេសទាំងពីរក៏នៅតែជាប់គាំងហើយក្រៅពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងការបាត់បង់ផ្ទះសម្បែងរបាយការណ៍នេះក៏បានបង្ហាញពីផលប៉ះពាល់ផ្នែកមនុស្សធម៌ដោយគ្រួសារជាច្រើនត្រូវបានបែកបាក់គ្នាបាត់បង់ការងាររស់នៅក្រោមសម្ពាធផ្លូវចិត្តខណៈអារម្មណ៍ជាតិនិយមនិងការមិនទុកចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរក៏បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីជម្លោះយ៉ាងណាការចុះផ្សាយរបស់សារព័ត៌មានបារាំង Le Monde ដ៏ល្បីល្បាញលំដាប់ពិភពលោកនេះបាននាំឲ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃទទួលបានការចាប់អារម្មណ៍ជាថ្មីពីសំណាក់សហគមន៍អន្តរជាតិគណៈប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់នៅតែអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធីដើម្បីអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងជីវភាពធម្មតារបស់ពួកគេដូចដើមវិញ